Hello. Xongនេះជាការនិយាយអំពីនិយាយអំពីការបង្កើតការប្រើប្រាស់ function if condition ឧទាហរណ៍សិក្សាទៅលើ grade name exam 1 sorry gender exam 1 exam 2 so it's average the result the score 85 90 95 75 65 80 70 50 so average right here សំទោសនិយាយជាខ្មែរបើសិនជាយើងមានបន្ទុកពី column បែបនេះយើងចង់រក average យើងត្រូវប្រើរូបមន្ត average អញ្ចឹងរូបមន្ត average គឺត្រូវការស្មើដាក់សញ្ញាស្មើពីមុខ average បើវងចោចន្លោះនេះគឺប្រើសញ្ញា number number ទី1 comma number ទី2ឬបើករណីបែបនេះអ្នកទាំងអស់អាចស្រេចជា cell អញ្ចេះ cell 2បានយើងយកតម្លៃ85 comma cell D2 តម្លៃ90ប៉ុន្តែបើសិនជាយើងគិតថាឲ្យលឿនយើងអាចអូសក៏បានអូសវាប្រើសញ្ញាចុច2ចន្លោះពី C2 ដល់ D2 វានឹងធ្វើការគណនា average ឲ្យ close term បិទវងចោ enter ចឹងតម្លៃរបស់វាគឺ 87.5 អញ្ចឹងយើងគណនាតែមួយទៅយើងអាចអូសបានក្នុងការអូសរូបមន្តបែបនេះយើងអាចដាក់ម៉ៅអនឯងដាក់ម៉ៅអ្នកទាំងអស់គ្នាឲ្យចំសញ្ញាខ្វែងពណ៌ខ្មៅបែបនេះអញ្ចឹងពេលដាក់សញ្ញាចេញសញ្ញាខ្មៅបែបនេះហើយយើងអូសមក click អូស click ឲ្យជាប់អូសទម្លាក់ចុះមកក្រោមនេះជាការប្រើរូបមន្ត average result ជាទូទៅប្រសិនបើ average គាត់លើសពីឬក៏ធំជាងឬក៏ស្មើបើថាចាប់ពី60ទៅគាត់ជាប់ហើយប៉ុន្តែ in case ម្នាក់នេះគាត់បាន65ជាមួយនឹង45អញ្ចឹង average គាត់ក្រោម60អញ្ចឹងគាត់នេះប្រហែលជាអាចនឹងធ្លាក់ហើយបើសិនជាពិន្ទុរបស់យើង set ឲ្យពិន្ទុ60គឺជាប់អញ្ចឹងប្រសិនបើ result ទីនេះយើងចង់ display នៅពាក្យថា pass ឬក៏ fail យើងត្រូវប្រើរូបមន្ត if គឺស្មើ if logical test comma the value if true comma the value if false logical test គឺជាទីតាំងមួយដើម្បីធ្វើការប្រៀបធៀបប្រសិនបើប្រៀបធៀបពិត if នឹងធ្វើនៅត្រង់ទីតាំង value if true អញ្ចឹងបានប្រសិនបើវាធ្វើនៅ value if true លុះត្រាតែ logical ធ្វើការប្រៀបធៀប compare នេះបោះតម្លៃមកពិតប៉ុន្តែបើសិនជា logical តែមិនពិតទេរំលងនៅ value if true នេះចោលរំលងចោលមកធ្វើ value if false ឧទាហរណ៍ស្មើ if សិក្សាទៅលើ average ប្រសិនបើ E2 ដែលជា average នេះធំជាងឬក៏ស្មើ60
ប្រសិនបើទីតាំងនេះគឺជាទីតាំង logical test ប្រៀបធៀបឃើញថាពិតប្រសិនបើពិតអ្នកទាំងអស់គ្នាអាចចង់ឲ្យវាចេញពាក្យថា pass ប៉ុន្តែប្រសិនបើមិនពិតវិញករណី e2 ទូជាង60ឲ្យបោះ mistake មួយដែលថា fail ទីនេះអ្នកទាំងអស់គ្នាអាចដាក់អីក៏បានដាក់ pass ក៏បានឬក៏ fail នេះអាចដាក់ repeat the course or repeat level ក៏បាន up to you enter អញ្ចឹង pass ទីនេះ e2 ស្មើនឹង 87.5 ធំជាងស្មើ60អញ្ចឹងប្រសិនបើករណីនេះគឺវាពិតអញ្ចឹង logical test ពិតធ្វើ value is true right here បោះ mistake pass logical test បើសិនជា logical test ពិតធ្វើ value is true អូខេអញ្ចឹងធ្វើនៅបោះ mistake pass នៅត្រង់ចំណុចនេះបោះ mistake fail 55 e4 គឺបន្ទុកតម្លៃស្មើនឹង55ធំជាងស្មើ60 55មិនអាចធំជាងស្មើ60ទេអញ្ចឹងអត់ពិតបើអត់ពិតមិនអាចធ្វើ pass នេះទេរំលង pass នេះចោលមកធ្វើ for right here fair right here អូខេនេះ condition ក្នុងការប្រើរមុត if andមួយទៀតប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យប្រើជាចេញជា grade A B C D something grade អញ្ចឹងយើងគិតថាប្រសិនបើបន្ទុក90ដល់100ហ្នឹងគឺ grade A 80ដល់90គឺ grade B B 70ដល់80 C and 60ដល់70គឺ D អញ្ចឹងយើងអាចប្រើ if ក្នុង if សិក្សាទៅលើ average បើសិនជា E2 ធំជាងស្មើនៅធំជាងស្មើ90បានន័យថាពី90ដល់100ឲ្យបោះ mistake A ប្រសិនបើ E2 សំទោស if E2 ធំជាងស្មើ80បោះ mistake B if ប្រសិនបើ E2 ធំជាងស្មើ70ហើយបោះ mistake C if ប្រសិនបើ E2 ធំជាងស្មើ60ហើយបោះ mistake D ក្នុងករណីនេះប្រសិនបើគាត់បានបន្ទុកតិចជាង60គឺចាប់ពី59ចុះបានធ្លាក់អញ្ចឹងបើធ្លាក់ខ្ញុំប្រើលក្ខខណ្ឌផ្ទុយគឺបោះ mistake ថា F ធ្លាក់ក្នុងការបិទរង្វង់កញ្ចក់យើងមើលថាតើ F យើងមានប្រមាណ1 2 3 4អញ្ចឹងបើ F 4បិទរង្វង់កញ្ចក់ចំនួន4 1 2 3 4 B អញ្ចឹងមើល B E2 ស្មើនឹងបន្ទុក 87.5 ធំជាងស្មើ90អត់ពិតរំលង value is true ចោលមកធ្វើ value is false value is false វាជួបជាមួយនឹង if ទៀត if បើសិនជា E2 ធំជាងស្មើ80 87ធំជាងស្មើ80ពិតអញ្ចឹងបើពិតធ្វើ value is true right here ធ្វើ value is true គឺបោះ message B នៅក្នុង if ប្រសិនបើជួបពិតមួយគឺវានឹងឈប់ធ្វើការត្រឹមជួបការជួបពិតបើមិនពិតទេវានឹងធ្វើការស្វែងរកផ្សេងទៀតរហូតដល់ចុងក្រោយក្នុងករណីយើងគណនាមួយហើយយើងធ្វើការ O អ្នកនរអាចคลิกមកចេញសញ្ញាពណ៌ខ្មៅនៅខាងចុងខាងនេះយើង O មកអញ្ចឹងកន្លែងនេះវាដាក់ថាបោះ mistake ថា F បានតែធ្លាក់អញ្ចឹងបើសិនជាធ្លាក់គឺបន្ទុកគាត់ទាបជាង60យើងមើល E4 ធំជាងស្មើ90ពិតអត់ពិតអញ្ចឹងបើអត់ពិតរំលង A នេះចោលមកជួប
value A4 ទៅនេះ value A4 គឺវាជួប if ទៀត if 55មិនអាចធំជាស្មើ80ទេអញ្ចឹងអត់ពិតទៀតរំលងនេះចោលមកជួប if ទៀតជួប if ទៀត55ធំជាស្មើ70អត់ពិតអញ្ចឹងបើអត់ពិតគឺរំលង E2 សំទោស E4 ធំជាស្មើ80ពិតឬមិនពិតអត់ពិតបើអត់ពិតរំលង D មកធ្វើនេះអញ្ចឹងធ្វើនេះគឺបោះ mistake F alright អញ្ចឹងនេះគឺជាការប្រើរូបមន្ត average and if condition អានេះយើងប្រើ if and if ក្នុង if ជាទូទៅ remember if ក្នុង if មានចំនួន7 if ដែលអាចធ្វើបានលើសពីនេះមិនអាចដំណើរការទៀតទេគឺ error ហើយ alright សូម